នឹងហើយសួស្តីអ្នកគ្នាថ្ងៃនេះខ្ញុំមកបង្ហាញអំពីកម្មវិធីដាក់រូបភាពនៅលើកុំព្យូទ័រដែលមានចលនាអ្នកគ្នាដំបូងយើងត្រូវមានអ៊ីនធឺណិតជាមុនសិនពេលយើងចូលអ៊ីនធឺណិតហើយយើងចូលទៅកន្លែង search របស់យើងតមកយើងវាយពាក្យថា Microsoft Store ហ្នឹងហើយអ្នកគ្នាចូលមកយើងចូលកន្លែង search មកអ្នកគ្នាតមកយើងវាយពាក្យថា Lively Wallpaper អ្នកគ្នាយើងចូលមកហើយក្នុងវីដេអូនេះខ្ញុំបាន download ឬក៏ install រួចហើយអ្នកគ្នាតមកយើងចូលមកអ្នកគ្នាណាស់យើងពេលយើង download បានហើយយើងចុចពាក្យថា open ហើយចាំវាបន្តិចមករៀង slow បន្តិចអ្នកគ្នាតមកយើងចង់ដាក់ download ពី YouTube ឬក៏ TikTok អីអ្នកគ្នាយើងមកយើងចូលពាក្យថា gallery តមកយើងចុចយកសញ្ញាបូកនេះអ្នកគ្នាហើយយើងចុចពាក្យថា show a file នេះយើងចុចចូលមកបន្តមកទៀតយើងចុចចូលកន្លែងដែលយើងបាន save វីដេអូដែលយើងចង់ដាក់ឲ្យរូបភាពមានចលនាលើកុំព្យូទ័រយើងអ្នកគ្នានេះរូបភាពដែលខ្ញុំបាន download ពី TikTok អ្នកគ្នាតមកយើងដាក់ហើយយើងមិនធ្វើច្រើនអ្នកគ្នាយើងចុចពាក្យថា OK តែម្ដងទៅហ្នឹងហើយយើងចាំវាបន្តិចសិនមករៀង slow បន្តិចអ្នកគ្នាហ្នឹងហើយតមកយើង clear មកអ្នកគ្នាclear មកយើងមិនឃើញwallpaper មានច្រើនណាស់អ្នកគ្នាបងបាយបាយ